ងមិននេះខាងជើកាច់បាភ្នំខេត្តព្រៃវែងយើងហ្នឹងបងប្អូនតែនេះប្រហែលជាបងប្អូនខានឃើញយូរដោយសារតែខ្ញុំអត់ដែលបានដាក់ដែរឥឡូវនេះឆ្លៀតពេលដែលចូលមកពិនិត្យមួយប្រម៉ូសបុកគាត់ហ្នឹងក៏ឆ្លៀតពេលថតខ្លះដើម្បីចែកម្លែកទៅបងប្អូនតែនេះមកទល់ពេលនេះឥឡូវនេះគាត់មានអាយុ5ឆ្នាំជាងហើយបងប្អូន5ឆ្នាំតិចតួចអត់ដល់6ឆ្នាំទេប៉ុន្តែបងប្អូនអាចមើលបាននៅខាងក្រោយខ្នងនេះហើយនៅលើឈើនេះមើលទៅអនុភាពផ្ទះនេះតើកម្រិតណាបច្ចុប្បន្នផ្ទះនេះអាចរកបានទិន្នផលរហូតដល់6គីឡូក្នុងមួយខែអញ្ចឹងបើសិនជាគិតទៅលើតម្លៃទីផ្សារបច្ចុប្បន្នយើងអាចនិយាយបានថាគុណទៅ300ទៅអញ្ចឹងបើ$300ក្នុង1គីឡូ6គីឡូវាស្មើនឹង$1800ដែរអាចនិយាយបានថាមានផ្ទះមួយត្រឹមតែអាយុប៉ុណ្ណេះសោះប៉ុន្តែអាចរកចំណូលបានឲ្យយើងគួរសមគួរឲ្យជាទីចាប់អារម្មណ៍ណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលមានបំណងចង់ធ្វើមិនបាច់ស្ទាក់ស្ទើរទេអាចមើលទិន្នផលផ្ទះនេះឲ្យធ្វើទៅកុំនៅស្ទាក់ស្ទើរកុំនៅរារែកហើយក៏កុំនៅតែបារម្ភថាខ្លាញ់ចេះខ្លាញ់ចុះទៀតអ្នកដែលគេធ្វើបានហ្នឹងគេបានអស់ហើយអ្នកដែលគេបានផលច្រើនហ្នឹងគេបានផលច្រើនអស់ហើយក៏មានបងប្អូនខ្លះកំពុងតែកើបលុយពីមុខរបរហ្នឹងរួចទៅហើយដែរអញ្ចឹងតើបងប្អូនត្រូវនៅរារែកនៅស្ទាក់ស្ទើរដល់ពេលណាទៀតកុំស្ទាក់ស្ទើរអីបើត្រូវធ្វើទៅហើយបើចង់ធ្វើឲ្យធ្វើទៅកុំអូសបន្លាយពេលវេលាយូរតែតែយប់យន្តសុបិនយូរបងប្អូនអរគ្នាកុំទុកពេលវេលាចោលតែនេះកាន់តែយូរកាន់តែច្រើនអញ្ចឹងហើយទិន្នផលវាអត់នៅចាំយើងទេមានថាបើអ្នកណាធ្វើមុនបានមុនអ្នកណាធ្វើក្រោយបានក្រោយអញ្ចឹងបងប្អូនកុំអូសបន្លាយពេលវេលាអីត្រូវធ្វើទៅអរគុណច្រើនជម្រាបលា